ស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកអាប់ដេតហាងឆេងមាសនៅថ្ងៃទី3ខែធ្នូឆ្នាំ2025ហាងឆេងមាសនៅក្នុងថ្ងៃនេះមួយតម្លឹង$575ក្នុងមួយតម្លឹងមួយអន$4212ក្នុងមួយអនហើយនឹងមួយ G $507ក្នុងមួយ G អញ្ចឹងតកតងនឹង fundamental នៅក្នុងថ្ងៃនេះគឺឃើញថានៅក្នុងការថ្លែងសន្ទរកថារបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump មានការបកស្រាយណាមួយទាក់ទងនឹងអត្រាការប្រាក់និងគោលនយោបាយធនាគារកណ្ដាលសហរដ្ឋអាមេរិកនោះទេទោះបីជាមានការរំពឹងទុកថាទម្លាក់អត្រាការប្រាក់យ៉ាងណាក៏ដោយបាទដូច្នេះហើយឃើញថាតម្លៃហាងឆេងមាសគឺវាមានការប្រែប្រួលខ្លាំងដូចជាការពីម្សិលមិញគឺមាសមានការធ្លាក់ចុះខ្លាំងមែនទែនដូច្នេះហើយសូមបងប្អូនមានការប្រុងប្រយ័ត្នជាខ្លាំងមុននឹងចូលទីផ្សារសម្រាប់ការវិភាគហាងឆេងមាសនៅក្នុងថ្ងៃនេះសម្រាប់ខ្ញុំមានតែប៉ុណ្ណឹងបើសិនជាបងប្អូនមានចម្ងល់ឬក៏សំណួរអាចឆាតមក page Orange Trader បានសូមអរគុណ